សួស្តីអ្នកគ្នានេះជាវីដេអូថ្ងៃទី1នៃដំណើរកំសាន្តទៅកាន់ភ្នំបូកគោរបស់យើងឥឡូវនេះខ្ញុំនៅឡើយធ្វើការឡើយទេបងប្អូនហើយឥឡូវនេះម៉ោង2 ដប់ជាងហើយឥឡូវគេមកដល់ហើយខ្ញុំស្រួលដំណើរទៅផ្ទះសិនដើម្បីផ្លាស់កៅអៅនិងរៀបចំខ្លួនរៀបចំសម្ភារៈមួយចំនួនបងប្អូនដើម្បីមុនយើងចេញទៅភ្នំបូកគោហើយនេះជាសកម្មភាពតាមផ្លូវខ្លះហើយកម្រងយើងត្រូវចេញទៅម៉ោង1បងប្អូនហើយឥឡូវវាគៀកម៉ោងដែរហើយឥឡូវខ្ញុំបានមកដល់ផ្ទះហើយឥឡូវខ្ញុំមកដល់ផ្ទះហើយមួយទឹកមួយអីសិនមុនរៀបចេញទៅហើយរៀបចំបានឥឡូវមួយទឹកហើយអស់ទៅយកទៅមានអត់តប់នេះដាក់កៅអៅកបោ2នេះសម្ភារៈចុងភៅស្អីយើងមេចុងភៅចឹងណាប៉ុណ្ណាហើយអានេះវារួចហើយបងប្អូនទៅឆប់ចេញទៅឡើយអើយចង់ខ្លួនហើយចេញទៅណាមកយកវ៉ាន់ឡើងពេញទឹកពេញដៃហើយលោកអើយលោកហើយឥឡូវនេះបន្ទាប់ពីខ្ញុំបានរៀបចំអវ៉ាន់រួចរាល់អស់ហើយឥឡូវខ្ញុំបានធ្វើដំណើរឆ្ពោះទៅជុំគ្នាម្ដងទៀតបងប្អូននៅផ្ទះមិត្តភក្តិរបស់ខ្ញុំហើយឥឡូវនេះយើងកំពុងធ្វើដំណើរតាមផ្លូវនឹងហើយបន្ទាប់ពីខ្ញុំធ្វើដំណើរមួយសន្ទុះធំឥឡូវនេះបានមកដល់ផ្ទះមិត្តភក្តិរបស់ខ្ញុំហើយឥឡូវនេះយើងកំពុងជុំគ្នានឹងដើម្បីចាំសមាជិកផ្សេងទៀតជុំគ្នាទៀតចូលប្លុកខ្ញុំហើយមិនមកណាមិនអូខេមិនបាត់មិននេះបាទឡើងមកដល់មកជុំគ្នាសិនទៅចេញទៅឥឡូវហើយបន្ទាប់ពីខ្ញុំជុំគ្នាមួយសន្ទុះធំមកសមាជិកគឺបានមកដល់គ្រប់គ្នាហើយប៉ុន្តែម៉ោងយើងរៀងលើសបន្តិចហើយបាទដោយសារតែខ្ញុំមានកម្រងចេញទៅម៉ោង1ប៉ុន្តែឥឡូវនេះម៉ោង2ហើយទៅបានចេញទៅអញ្ចឹងរៀងយូរទីមិនដឹងថាទៅដល់កពតស្មានណាទេបងប្អូនដោយសារផ្លូវវារៀងឆ្ងាយដែរហើយណាមួយឥឡូវនេះមេឃដូចជាមិនសូវអំណោយផលសោះបន្ទាប់មកឥឡូវនេះយើងមកដល់ដរបងប្អូនហើយខ្ញុំត្រូវឆ្លងដរពីតំបន់ដែលខ្ញុំរស់នៅហ្នឹងទៅកាន់ទីក្រុងភ្នំពេញហើយបានបន្តដំណើរទៅគោលដៅរបស់យើងគឺទីរួមខេត្តកំពតហើយមេឃថ្ងៃនេះស្ទុំល្អមែនតើហើយមានអីទេយើងមកដល់ដរគឺថតរូបជុំគ្នាតិចតួចហើយចាំជួបគ្នានៅតាមផ្លូវបន្តទៀតបងប្អូនI miss the day before ស្នេហ៍យើងលែងមាន no more រលករសាត់ផាត់ទៅតាមផ្គរក៏បានជួបមនុស្សល្អវងជូនពរបងកំពុងតែហៀលជួបវិញនៅសមុទ្រហើយឈៀលមើលថ្ងៃលិចទៅរសៀលបែប solo Kind of good feel ជីទៅរកកន្លែងណាវាលើទឹកដីសាគរមិនបកក្រោយតែបងសុំទៅហួរសុំឲ្យទឹកជ្រោះគួចមិនរៀងទៅឆ្ងាយមិនចង់ឈឺក៏មិនចង់បដូរឈ្មោះហើយបងទទួលស្គាល់ថាដល់វេលាដែល goodbye my love យ៉ាងណាក៏ធ្លាប់ជា my loveសុខសប្បាយឬក៏បែបណាគេធ្វើឲ្យអូនបានសុខឬមួយក៏ឈឺសាមិនអាចនិយាយទល់មកឬមួយក៏ផ្ញើសារដល់ពេលដែលបងត្រូវ looking to somewhere far ចាំទេយើងធ្លាប់ sing that song ចង់សាររឿងខ្លះកាលនៅឆ្នេរបាក់ខ្លងគៀននេបណិតបងអោផងថាផងដើរតាមក្រោយខ្នងចាប់គៀចាប់កហ្នឹងហើយបងប្អូនហើយបន្ទាប់ពីយើងធ្វើដំណើរមួយសន្ទុះធំមកឥឡូវនេះយើងបានមកឈប់នៅស្រុកត្រាំងកក់ជុំគ្នាដើម្បីឲ្យតិចម៉ាស៊ីនម៉ូតូតិចបងប្អូនដោយសារយើងរត់មកឆ្ងាយដែរហើយមានអីទេបងប្អូនហើយបន្ទាប់ពីចេញពីកន្លែងនោះមកបានជាឆ្ងាយគួរសមដែរសម្រាប់តែគ្នាយើងម៉ូតូម្នាក់ហ្នឹងគឺបែកកង់ម៉ូតូបាទហើយយើងត្រូវឈប់ចាំគ្នាដើម្បីប៉ះកង់ម៉ូតូទៀតបងប្អូនហើយឥឡូវហ្នឹងយើងមកស្ដាប់សលេងស៊ីនរបស់ម្ចាស់ម៉ូតូតិចបងប្អូនចាស់ម៉ូតូនេះប្រាប់គេយើងថាចង់ប្រាប់ទៅកាន់ពួកអាត្រូវគ្របបែកហ្នឹងទៅមុនឯងឃើញម៉ូតូបែកកង់អញត្អែដល់អញ
bạn mê thím á mê thông thứ á làm lại quả nhớ chui quả bài con nét mùi ok 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 ចាចា នេះណាលទ្ធផលជីងចោលគ្នាមើលគ្នាយ៉ាងហើយមើលនឹងម៉ូតូអាងយដាច់កវិញ2នេះជីសាហាវចុយយ៉ាជីមើលមុខវាហើយមុខដូចអារ៉ាមុខវាហើយ បន្ទាប់ពីបានជួសជុលម៉ូតូឬរស់ហើយឥឡូវនេះម៉ោងរៀងជ្រេដែរហើយបងប្អូនគឺម៉ោង 5 ជាង 7:06 ហើយយើងនៅឆ្ងាយពីគោលដៅរបស់យើងទៀតហើយយើងទំនើបធ្វើដំណើរបានប្រហែលជា 70% ទេបងប្អូនពីនេះទៅកាន់កន្លែងដែលយើងស្នាក់នៅហ្នឹងគឺសហគមន៍កំពង់សាមគ្គីហើយឥឡូវនេះគឺល្ងាចមែនតើហើយតងំទៅដល់ផ្ទះស្នាក់ហ្នឹងហើយយើងត្រូវឡើងទៅទិញម្ហូបទៀតបងប្អូនហើយឥឡូវនេះខ្ញុំមកដល់ផ្សារហើយនៅម៉ោងប្រហែលជា 7 កន្លះហើយខ្ញុំមើលគ្រឿងសមុទ្រខ្លះដើម្បីរៀបចំអាហារល្ងាចហ្នឹងបងប្អូនអូខេឥឡូវយើងចាំជួបគ្នានៅសហគមន៍កំពង់សាមគ្គីទាំងអស់គ្នាបងប្អូនជាមួយនឹងអាហារពេលល្ងាចហើយម្ដងនេះឲ្យតែយើងស្នាក់ហើយបងឡងសាមគ្គីធ្វើម្ហូបចង់ហើយហត់តិចហើយយកនេះយើងយកទៅបំពេកនេះថៃយើងតំបងស្នាញ់បានហើយបន្ទាប់ពីយើងបានញ៉ាំអាហារពេលល្ងាចរួចរាល់ហើយខ្ញុំក៏បានដាក់ជែកជុំគ្នាជាមួយក្រុមការងារខ្ញុំដែរបងប្អូនហើយឥឡូវនេះម៉ោងរៀងជ្រេដែរហើយយប់ហើយឥឡូវរៀបចំចូលគេងឲ្យបងប្អូនហើយនឹងដាក់តែក្តៅម្នាក់មកកាយចាំជួបគ្នាវីដេអូថ្ងៃស្អែក